ស្វាគមន៍ប្រិយមិត្តមកកាន់ទីហទំព័រសារព័ត៌មានខ្មែរនៅកន្លែងរបស់ខ្ញុំវិវត្តធំហើយក៏ក្រៅគ្រឿងអំណាចស្រុកខ្មែរបារាំងជីងមុខការហើយថៃព្រមចាត់វិធានការក្តៅលើអំណាចហ៊ុនម៉ាណែតបង្ខំឲ្យប្រកុលមនុស្សភ្លាមប្រិយមិត្តជាទីគោរពនិងជាទីរាប់អានយោងទៅតាមដីកាតុលាការនៃប្រទេសបារាំងបានជីងមុខថារដ្ឋាភិបាលហ៊ុនម៉ាណែតត្រូវបានតុលាការនៃប្រទេសបារាំងនឹងចាត់វិធានការក្តៅមកលើអំណាចជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតតែម្ដងនេះជាសកម្មភាពមួយដែលភាគីបារាំងបានធ្វើអស់ពីលទ្ធភាពរបស់ខ្លួនជូនក្រុមគ្រួសារដែលកំពុងរងភាពអយុត្តិធម៌ជាភាពចាស់ទុំរបស់ប្រទេសបារាំងនៅក្នុងទួលនីតិបង្ហាញពីសកម្មភាពខាងក្រៅចំពោះករណីឃាតកម្មរបស់លោកលឹមកំយ៉ាវាបានคล้ายទៅជាមេតិកាក្តៅបំផុតទោះលោកហ៊ុនសែនឆ្លៀតឱកាសរៀបចំផែនការយ៉ាងណាក្តីតែការពិតដែលក្រុមការងារស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជាចង់ឲ្យរបបទីក្រុងភ្នំពេញផ្ដល់អធិភាពចំពោះករណីឃាតកម្មនេះឲ្យច្បាស់លាស់ដូច្នេះតុលាការនៃប្រទេសបារាំងបានសហការជាមួយតុលាការ ICJ និងប៉ូលីសអ៊ីនធឺប៉ូលដំណើរធ្វើការស្វែងរកឃាតករពីក្រោយខ្នងឲ្យតល់ទៅបានព្រមទាំងមេខ្លោងនៅពីក្រោយបញ្ជាចំពោះករណីឃាតកម្មចំពោះលោកលឹមកំយ៉ាកិច្ចសហការលើកនេះដែរបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាត្រូវតែប្រកុលមនុស្សប្រសិនបើមិនប្រកុលនោះទេកម្ពុជានឹងរងនៅសម្ពាធកាន់តែខ្លាំងជាងមុនទៅទៀតនេះគឺជាសារគម្រាមមួយដែលប្រទេសបារាំងលេងទុកមុខមាត់ឲ្យកូនប្រុសរបស់លោកហ៊ុនសែនទៀតហើយព្រោះការយោគយល់ឈានដល់ចំណុចសូន្យមិនអាចណាកែប្រែបាននៅពេលនេះលក្ខណៈតកល់ទោសអំពីលក្ខណៈនៃការរបៀបអន្តរជាតិមិនមែននៅក្នុងប្រទេសកម្ពុជាដែលតុលាការកម្ពុជាចង់ធ្វើចង់បំពេញទៅតាមសំណុំពួរនៃពេញចិត្តរបស់ខ្លួននិងអនុវត្តរបស់ខ្លួនមិនមានភាពយុត្តិធម៌និងសមភាពនោះទេម្ដងនេះហ៊ុនម៉ាណែតធ្ងន់កោះខ្លាំងហើយព្រោះតែការបញ្ជាគ្មានហេតុផលរបស់លោកហ៊ុនសែនដែលជាឪពុករបស់ខ្លួនពេលនេះធ្លាក់ដល់កូនរបស់ខ្លួនហើយដែលជាអ្នកទទួលកំហុសទាំងអស់ដែលលោកហ៊ុនសែនជាអ្នកធ្វើវាឡើងពីមុនមកផងដូច្នេះនៅក្នុងដីការបស់តុលាការនៃប្រទេសបារាំងនេះផងដែរក៏មានករណីគប់ក្របបែកមកលើក្រុមបាតកោដឹកនាំទៅដោយលោកសំរងស៊ីកាលពីឆ្នាំ1999ក្នុងករណីនេះត្រូវបានលោកសំរងស៊ីធ្វើការលើកមកបង្ហាញទៅកាន់អ្នកនយោបាយបារាំងធ្វើការស៊ើបអង្កេតចំពោះការគប់ក្របបែកនេះទាំងពីរចំណុចនេះលោកហ៊ុនម៉ាណែតមានឪពុកជាឃាតករពិតជាធ្វើឲ្យអំណាចការទូតនៃកូនប្រុសលោកហ៊ុនសែនគឺហ៊ុនម៉ាណែតកំពុងคล้ายនឹងដឹកនាំនៅក្នុងប្រទេសកម្ពុជានោះគ្មានជំនឿដើម្បីដំណោះស្រាយសមហេតុផលជាមួយគេនោះឡើយការពិតមួយនេះភាគីថៃក៏បានព្រមសហការយ៉ាងម៉ឺងម៉ាត់ជាមួយប្រទេសបារាំងជាពិសេសគឺតុលាការបារាំងដើម្បីបញ្ជាក់ពីករណីឃាតកម្មមួយនេះឲ្យបានច្បាស់លាស់និងអាកប្បកិរិយានៃកម្មវត្ថុបំណងដោយមិនได้ខ្លះចំពោះករណីឃាតកម្មមួយនេះជាការពិតនេះស្នងការនគរបាលថៃបានបញ្ជាប្រមូលផតាំងឲ្យលម្អិតមែនតែនដើម្បីផ្ញើទៅកាន់តុលាការអន្តរជាតិប៉ូលីសអ៊ីនធឺប៉ូលឲ្យមានវិធានការតាមដាននិងចាត់វិធានការមកលើទឹកដីកម្ពុជាជាបន្តនេះគឺជាការពិតមួយដែលធ្វើឲ្យលោកហ៊ុនម៉ាណែតដែលជាកូនប្រុសរបស់លោកហ៊ុនសែននោះឃើញថារឿងខ្លះលោកហ៊ុនសែនមិនចាំបាច់លូកដៃវាប្រសើរជាងគឺនាំមកនៅភ្លើងសង្គ្រាមកាន់តែធំតែប៉ុណ្ណោះពេលនេះភាពបាត់បង់ជំនួសពីជាតិផងពីអន្តរជាតិផងដែលធ្វើឲ្យសកម្មភាពនៃការទូទាត់និងការទូតមិនមែនជាភាពរលូនទៅមុខរបស់ហ៊ុនម៉ាណែតយើងឃើញច្បាស់អំពីសកម្មភាពថយក្រោយតែប៉ុណ្ណោះនេះគឺជាទស្សនវិជ្ជាដែលត្រកូលហ៊ុនត្រូវតែសងតម្លៃទ្វេដងរបស់ខ្លួនចំពោះទង្វើរបស់ខ្លួននៅក្នុងសកម្មភាពនៃការបង្ហាញជីងអំពីភាពពុករលួយនិងកេងចំណេញលើប្រព័ន្ធរដ្ឋប្រិយមិត្តជាទីគោរពនិងជាទីស្នេហាឈុតឆាកលើកនេះបើមិនប្រែប្រួលចុងក្រោយនោះគឺលោកហ៊ុនសែនហ៊ីងប៊ុនហៀងហ៊ុយពិសិដ្ឋ
និងទទួលទរណកម្មពីអន្តរជាតិជាមិនខាននេះគឺជាទស្សនវិជ្ជាជាចុងក្រោយរបស់គេទៅហើយដែលខ្លួនលោកហ៊ុនសែនផ្ទាល់បានសាងមកនៅគំនួរកម្មជុំវិញខ្លួនពេលនេះត្រូវតែសងវិញឲ្យអស់គ្មានសល់អ្វីនោះទេគឺត្រូវសងវិញនៅអំណាចរបស់ជាតិផងដែរប្រិយមិត្តការជ្រាបច្បាស់ថាហ៊ុនសែនបានទទួលអ្វីខ្លះធ្វើអ្វីខ្លះនៅក្នុងដែនកម្ពុជាជាគតិរួមបានបង្ហាញយ៉ាងច្បាស់ប្រជាជនទូទាំងប្រទេសទាមទារឲ្យមានវិធានការក្តៅអនុវត្តច្បាប់លើលំហនៃការបង្ហាញចេញអំពីរូបភាពនយោបាយនិងភាពការដាក់ចេញនៃការឆ្លុះបញ្ចាំងលើទូនីតិនិងភាពមឹងម៉ាត់នៃរាជរដ្ឋាភិបាលមិនមែនជាភាពតន់កសោយនៅក្នុងកាតព្វកិច្ចគោលការណ៍អនុវត្តតែភាពជាក់ស្ដែងលើស្ថានភាពនយោបាយនិងការបង្ហាញចេញអំពីវបនីយកម្មមួយនៅក្នុងសង្គមគ្រួសារនៃវងត្រកូលហ៊ុននោះទេនេះគឺជាការពិតដែលយើងអាចមើលឃើញអំពីទស្សនវិជ្ជានិងសមាសភាពនៃការបង្ហាញចេញអំពីភាពជ្រុលនិយមវងត្រកូលហ៊ុនដែលបង្ហាញចេញអំពីអនុត្តរភាពវេទីនៅក្នុងអំណាចចំពោះគណៈបកប្រជាជនដែលជាគណៈបកដែលមានក្រុមគ្រួសាររបស់លោកហ៊ុនសែនបម្រើនោះវាគឺជាទស្សនវិជ្ជាដែលធ្វើឲ្យប្រជាជាតិនិងប្រជាជនស្ទើរតែលងនឹងលិចនៅក្នុងទួនាទីបាត់បង់តែប៉ុណ្ណោះមិនអាចណាមានជំនឿដែលជាក្រែកសន្និដ្ឋានមួយសម្រាប់ជាការដាក់ឡើងរូបសាស្ត្រនយោបាយនិងការឆ្លើយតបទៅកាន់អន្តរជាតិដើម្បីរកនៅភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលនៅក្នុងករណីឃាតកម្មចំពោះលោកលំកំយ៉ាដែលជាអតីតតំណាងរាស្ត្រមកពីគណៈបកសង្គ្រោះជាតិនោះនេះគឺជាផែនការខ្មៅកខ្វក់មួយហើយក៏ជាគំនូរនៃផែនទុករបស់លោកហ៊ុនសែនផងដែរដែលធ្វើឲ្យដែនកម្ពុជាស្ទើរតែលិចលង់នៅក្នុងបទឧក្រិដ្ឋជាច្រើនដែលមានលក្ខណៈជាអន្តរជាតិកំពុងតែចាត់វិធានការក្តៅហើយប្រទេសកម្ពុជាដឹកនាំក្រមការវិវត្តនយោបាយទៅដោយលោកហ៊ុនសែននោះក៏មិនអាចមានភាពជឿនលឿននៅក្នុងទស្សនវិជ្ជានយោបាយសេដ្ឋកិច្ចសង្គមគិច្ចនៃអន្តរជាតិផងដែរប្រិយមិត្តបានជ្រាបច្បាស់ហើយថាវងត្រកូលហ៊ុនក្រោយពេលការទទួលភារកិច្ចមកពីស្រុកយួនត្រូវបានយួនលើកបន្ទុកនិងកំចាត់លោកប៉ែនសវណ្ណចេញពីអំណាចជានាយករដ្ឋមន្ត្រីក្រោយពេលផ្ដួលរលំរបបប៉ុលពតឆ្នាំ1980ជាកត្តាមួយដែលកំពុងបង្ហាញអំពីភាពជ្រុលនិយមកាន់តែធំឡើងក្រោយរយៈ45ឆ្នាំដឹកនាំនៅក្នុងដែនកម្ពុជាតាំងពីឆ្នាំ80រហូតដល់ឆ្នាំ2025នេះវងត្រកូលហ៊ុនបានធ្វើឲ្យដែនកម្ពុជាមិនទូចនោះទេគឺធ្វើឲ្យកម្ពុជាស្ទើរតែលិចលង់បន្តិចម្ដងហើយលិចលង់នោះគឺជាអត្តសញ្ញាណរបស់ជាតិសេដ្ឋកិច្ចរបស់ជាតិសង្គមជាតិធ្លាក់ទៅក្នុងបាតមិនអាចណាទទួលយកបានអំពីការដឹកនាំនៅក្នុងរូបភាពជ្រុលនិយមខ្វះសុជីវធម៌និងបំពេញនៅក្នុងកាតព្វកិច្ចជាទុច្ចរិតនៅក្នុងសង្គមក្រមរូបភាពដឹកនាំជាមេដឹកនាំឃាតករជាអ្នកបង្កើតឃាតកម្មជាអ្នកលេងល្បែងនយោបាយជាអ្នកលេងល្បែងឆបោកជាអ្នកលេងនៅការកំទេចចំពោះទស្សនវិជ្ជានយោបាយសង្គមនិងធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខសម្ពាធទឹកភ្នែកមិនចេះឈប់មិនចេះឈរនេះគឺជាកត្តានយោបាយដែលហ៊ុនសែនកំពុងតែទទួលនឹងប្រឈមនៅក្នុងកម្មសិទ្ធិនៃការបង្ហាញជាងរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនិងទាំងក្នុងនិងក្រៅជាពិសេសកិច្ចសហការមួយចំនួនដែលមានកត្តាការពាក់ព័ន្ធជាទ្វេភាគីនៅក្នុងលំហអន្តរជាតិដើម្បីកំណត់សម្គាល់អំពីផែនការអំពីភាពចាស់ទុំរបស់ទស្សនវិជ្ជានយោបាយនៅក្នុងសង្គមដើម្បីឆ្លុះបញ្ចាំងលើទួនាទីលើអង្គអំណាចនិងលើសេណារីយ៉ូនយោបាយមួយដែលយើងអាចបញ្ជាក់ពីផលនិងកម្មរបស់ខ្លួនដើម្បីជាលក្ខណៈបញ្ចេញនៅមតិនិងការអប់រំនៅក្នុងសង្គមជាតិនិងឈានដល់ការពុះពៀរំលែកចោលអំពីសកម្មភាពពុករលួយសកម្មភាពកេងចំណេញនិងដេកលើច្បាប់
មិនយកច្បាប់ជាធរមាននៅក្នុងការអនុវត្តលើភាពជាក់ស្ដែងនិងសមត្ថភាពនៅលើទួនាទីប្រឈមជាមួយមុខច្បាប់នោះដូច្នេះវងត្រកូលហ៊ុនតែងតែប្រើប្រាស់យកច្បាប់ធ្វើជាឆ្នន់យកទួនាទីធ្វើជាកាតព្វកិច្ចដើម្បីគោលការណ៍អនុវត្តចំពោះក្រុមអ្នកដែលមាននិន្នាការនយោបាយសង្គមស៊ីវិលនិងសកម្មជននៅក្នុងដែនកម្ពុជាធ្វើឲ្យពួកគាត់រួងទុក្ខសោកនិងត្រូវចាប់ចងយ៉ាងអតិបរមាក្នុងដំណើរការនៃការស្ដារឡើងលទ្ធិប្រជាធិបតេយ្យនិងការឲ្យរដ្ឋាភិបាលអភិបាលកិច្ចទទួលទំនួលខុសត្រូវចំពោះការអនុវត្តរបស់ខ្លួនចំពោះភាពអនុត្តរនៃមហិច្ឆតានយោបាយដ៏ខុសខៅខ្មៅងងឹតរបស់លោកហ៊ុនសែនដែលតែងតែធ្វើឲ្យដែនកម្ពុជាស្ថិតនៅក្នុងរង្វង់មូលនៃមហិច្ឆតានៃការបង្ហាញជិញអំពីទុច្ចរិតភាពនយោបាយរបស់ខ្លួនតែប៉ុណ្ណោះបំរើវងត្រកូលតែប៉ុណ្ណោះមិនមែនបំរើទៅកាន់សាធារណជនមិនមែនបំរើនៅក្នុងកិច្ចការវិវត្តលើទួនាទីអង្គអំណាចច្បាប់អង្គអំណាចក្រីក្រថាធម្មនុញ្ញឡើយដូច្នេះកត្តានយោបាយជាចម្បងនៅពេលបច្ចុប្បន្នភាពនេះគឺជាកត្តាមួយសម្រាប់ជាការថ្លឹងថ្លែងនៅក្នុងយុទ្ធសាស្ត្រនិងការចាប់ចងអំណាចរបស់លោកហ៊ុនម៉ាណែតនិងកូនប្រុសរបស់លោកហ៊ុនសែនដែលកំពុងដឹកនាំកម្ពុជាឆ្ពោះទៅរកនៃភាពវិវត្តអំណាចនិងការវិវត្តអំណាចទៅតាមរូបភាពអន្តរជាតិដែលធ្វើឲ្យរូបភាពទាំងអស់នេះស្ថិតនៅក្នុងរង្វង់មូលមិនអាចណាដើរចេញជាសកម្មភាពពិហុសនៃការអន្តរាគមន៍ឬក៏ពិហុសនៃការបង្ហាញជិញអំពីអនុត្តរសេដ្ឋកិច្ចរបស់ខ្លួននោះទេគ្រាន់តែជាមធ្យោបាយនៃការឃោសនាគ្រាន់តែជាមធ្យោបាយសម្រាប់ការបំភាន់ភ្នែកមហាជនធ្វើឲ្យមហាជនជឿថាកត្តាការដឹកនាំឬក៏ការបង្ហាញជិញអំពីយុទ្ធសាស្ត្រនយោបាយរបស់ជាតិនៃការដឹកនាំកត្តានយោបាយហ៊ុនម៉ាណែតកាន់តែមានជំរើសជាច្រើននឹងធ្វើឡើងសម្រាប់សង្គមជាតិកម្ពុជាតែផ្ទុយទៅវិញអ្វីដែលគ្រប់យ៉ាងដែលយើងធ្វើការកត់សម្គាល់នៅក្នុងគំនូរទុកសោករបស់ប្រជាពលរដ្ឋគឺការបង្ហាញជិញអំពីករណីឃាតកម្មនីមួយៗចំពោះសកម្មជនចំពោះអ៊ីស្រាជនអ្នកនយោបាយនៅក្នុងទឹកដែនកម្ពុជាដែលពួកគាត់កំពុងទទួលរងទុក្ខនៃសោកនាដកម្មនៃទស្សនវិជ្ជាទុច្ចរិតនិងការបន្តនៃសកម្មភាពរបស់ខ្លួនដែលមិនមានច្បាប់មិនមានវិធានការណាមួយឬច្បាប់អន្តរជាតិណាមួយចាត់វិធានការបាននោះនេះគឺជាភាពតន់កសោយរបស់ប្រជាពលរដ្ឋរបស់ខ្លួនតែប៉ុណ្ណោះដូច្នេះនៅក្នុងសហប្រតិបត្តិការនយោបាយការទូតរបស់ប្រទេសបារាំងនិងប្រទេសថៃដែលកំពុងតែហែលជ្រែកនៅក្នុងអនុត្តរអំណាចមួយដើម្បីធ្វើឲ្យទឹកដែនកម្ពុជាវិលមកវិញនិងស្ថិតនៅក្នុងការរៀបចំរចនាការកាត់ទោសមួយចំនួនដែលពាក់ព័ន្ធនៅក្នុងករណីឃាតកម្មចំពោះលោកលឹមកំយ៉ាដែលមានសញ្ជាតិនៃប្រទេសបារាំងក៏ដូចជាការគប់គ្រាប់បែកនៅក្នុងឆ្នាំ1999ផងដែរចំពោះក្រុមបាតកោដឹកនាំទៅដោយលោកសំរងស៊ីនោះនេះគឺជាកត្តានយោបាយជំហានដ៏រឹងមាំរបស់ប្រទេសបារាំងមួយចំនួនដែលកំពុងតែធ្វើឡើងនៅក្នុងសកម្មភាពមហិច្ឆតាដ៏រឹងមាំបំផុតសម្រាប់និយាយនៅក្នុងទូនីតិជាលក្ខណៈភាពវិជ្ជមានទៅកាន់សាធារណជនទៅកាន់សង្គមអន្តរជាតិឲ្យឃើញថាការអនុវត្តរបស់តុលាការ ICJ និងប៉ូលីសអ៊ីនតឺប៉ូលកំពុងតែដំណើរការនៃការចាប់ខ្លួនចំពោះបុគ្គលទាំងពីរដែលមានឈ្មោះលីរតនរស្មីនិងពេជ្រកឹមស្រុនដែលជាអ្នកផ្ដើមនិងអ្នកនៅពីក្រោយករណីឃាតកម្មចំពោះលោកលឹមកំយ៉ាសារព័ត៌មានខ្មែរមេកុងញីវសូមអរគុណទៅកាន់អស់លោកអ្នកដែលបានតាមដានសារព័ត៌មានរបស់យើងខ្ញុំដើម្បីអស់លោកមិត្តអ្នកស្ដាប់ងាយស្រួលតាមដានសូមចុច Subscribe និងចុចកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីរបស់យើងខ្ញុំបានគ្រប់ពេលវេលាសូមអរគុណនិងជម្រាបលា